ទាំងអស់គ្នារឿងកំហឹងមេធ្មប់នេះអូសតាណាក៏ផតដល់ខ្ញុំឃើញគេ review មែនតើហើយរឿងហ្នឹងឥឡូវ trending ខ្លាំងហើយថៃតាំងពីមានរឿងណាគេនិយាយថាគេចង់ដាក់រឿងហ្នឹងចូលទៅក្នុង Netflix ទៀតអញ្ចឹងរឿងហ្នឹងឥឡូវហ្នឹងកាន់តែ viral កាន់ trending ហើយក៏មានអ្នក rate ឲ្យរឿងហ្នឹងល្អច្រើនដែរដល់អញ្ចឹងខ្ញុំឆ្ងល់ខ្ញុំក៏ទៅមើលហើយថ្ងៃហ្នឹងខ្ញុំបានទៅមើលរឿងហ្នឹងម្នាក់ឯងទាំងអស់គ្នាអញ្ចឹងឥឡូវខ្ញុំមកនិយាយ review ឲ្យទាំងអស់គ្នាស្ដាប់ថាតើទាំងអស់គ្នាគួរទៅមើលរឿងហ្នឹងអត់រឿងមួយហ្នឹងគេនិយាយអំពីការធ្វើអំពើមេធ្មប់អញ្ចឹងសាច់រឿងរបស់គេបើយើងគិតពីដំបូងទៅអ្នកដែលធ្វើអំពើមេធ្មប់ហ្នឹងគាត់គឺជាមនុស្សល្អទេតែដល់មានការយកច្រឡំពីអ្នកភូមិទៅលើគាត់ទៅក៏គេចង់ឲ្យថាគេធ្វើបាបគាត់ណាដល់អញ្ចឹងកូនរបស់អ្នកដែលចាំអំពើមេធ្មប់ហ្នឹងគាត់ខឹងហើយគាត់ក៏សងសឹកដំបូងខ្ញុំគិតថារឿងហ្នឹងតាក់ទងជាមួយនឹងកូនមេធ្មប់ហ្នឹងទេតែដល់ពេលមើលយូរទៅទាំងអស់អ្នកនៅពេលដែលចង់បញ្ចប់វាមិនអញ្ចឹងទេគេមាន plot twist របស់គេឡើងនេះខ្ញុំឧស្សាហ៍ទៅដល់អ្នកដឹកនាំរឿងហើយជាមួយនឹងអ្នកសេះសាច់រឿងដែលគាត់នឹកឃើញកំណត់ហ្នឹងមកហើយមួយទៀតវិញរឿងមួយហ្នឹងពីមួយភាគទៅមួយភាគទាំងអស់គ្នាគេប្រតាក់កន្លះគ្នាបានល្អមែនតើអត់ឲ្យជន់គ្នាហើយនៅពេលដែលយើងមើលចប់ហើយយើងយល់ថារឿងគេនិយាយពីអីកន្លែងហ្នឹងខ្ញុំពិតជាសរសើរអ្នកសេះសាច់រឿងហើយក៏ដូចជាអ្នកផលិតនឹងក្រុមការងារដែលគេផលិតរឿងហ្នឹងមកហើយមួយទៀតវិញបើយើងនិយាយពីប្លង់ថតរបស់រឿងហ្នឹងខ្ញុំសរសើរមែនតើទាំងប្លង់ថតនិងបច្ចេកទេសថតរឿងហ្នឹងចេញមកទាំងអស់គ្នា quality អែមខ្លាំងមែនតើសម្រាប់សាច់រឿងខ្មែរខ្ញុំអត់ស្មានថាសាច់រឿងខ្មែរឥឡូវហ្នឹងអ្នកផលិតដែលជាកូនខ្មែររបស់យើងគាត់អាចថតរឿងចេញមកមានគុណភាពអញ្ចឹងហើយស៊ីនពីមួយទៅមួយចង់និយាយថាវាសម្រាប់ខ្ញុំវាល្អទាំងអស់គ្នាទោះបីជាសាច់រឿងរបស់គាត់នៅមានចំណុចមួយចំនួនដែលខ្ញុំគិតថាគាត់អាច improve សម្រាប់រឿងរបស់គាត់ទៅថ្ងៃអនាគតបានប៉ុន្តែបើយើងគិតមកដល់ចំណុចហ្នឹងខ្ញុំគិតថារឿងខ្មែរប៉ុណ្ណឹងគឺអាចទទួលយកបានដែរទាំងអស់គ្នាខ្ញុំនិយាយត្រង់ feedback ពីខ្ញុំអ្នកទៅមើលផ្ទាល់ហ្មងហើយចំណុចល្អរបស់រឿងហ្នឹងមួយទៀតទាំងអស់គ្នាតួអង្គទាំងតួរងទាំងតួឯកសម្ដែងបានល្អមែនតើហើយសំខាន់តួឯកស្អាតទាំងតួឯកស្រីទាំងតួឯកប្រុសទាំងបងមីលីហើយជាមួយបងអង្ហានឹងស្អាតទាំងពីរនេះតែបើខ្ញុំមិននិយាយថារឿងហ្នឹងអត់មានចំណុចល្អណាសម្រាប់ខ្ញុំនេះខ្ញុំនិយាយបបិសាខ្ញុំទៅមើលផ្ទាល់ទេសម្រាប់ខ្ញុំចំណុចដែលខ្ញុំរៀងមិនថាអត់ពេញចិត្តទេគ្រាន់ខ្ញុំគិតថារឿងហ្នឹងវាបញ្ញាខ្លាំងពេកទាំងអស់គ្នាចង់ឲ្យថាឈុតឆាក់ក្បាត់ខ្លាំងពេកហ្មងចុះបើអ្នកចូលចិត្តរឿងមានឈុតឆាក់បន្លាចខ្លាំងចេញមករន្ធត់អីហ្នឹងហើយទៅមើលរឿងហ្នឹងទៅត្រូវឲ្យទាំងអស់គ្នាបន្លាចខ្លាំងហ្មងទាំងភ្លេងទាំងខ្មោចចេញមកគឺស្ដែងហ្មងហើយមួយទៀតវិញខ្ញុំគិតថាចំពោះការស្លាប់របស់តួអង្គដែលពាក់ព័ន្ធក្នុងរឿងហ្នឹងខ្ញុំគិតថាបើសិនជាគាត់ធ្វើវារៀងវែងជាងហ្នឹងបន្តិចចង់ឲ្យថាឲ្យការស្លាប់រៀងមានន័យជាងមុនបន្តិចរឿងហ្នឹងកាន់តែ perfect ប៉ុន្តែបើយើងគិតមកដល់ចំណុចធំហ្នឹងរឿងខ្មែរថតបានប៉ុណ្ណឹងល្អទាំងអស់គ្នានិយាយមកល្អទាំង quality ទាំងសាច់រឿងខ្ញុំគិតថាដូចផលិតករគាត់និយាយចឹងថារឿងហ្នឹងគួរតែដាក់ចូល Netflix បានខ្ញុំឃើញឥឡូវហ្នឹងបងផលិតករជាមួយនឹងក្រុមការងាររបស់គាត់ពួកគាត់បានជាវីដេអូនឹងតាក់ទងជាមួយនឹង campaign ថាបើសិនជាមានអ្នកមើលរហូតដល់ទៅ50,000 នាក់អញ្ចឹងរឿងហ្នឹងពួកគាត់នឹងអាចស្នើដាក់ទៅក្នុង Netflix បានអញ្ចឹងខ្ញុំគិតថាបើសិនជាយើងជួយ support គាត់ហ្នឹងក៏ល្អដែរទាំងអស់គ្នាព្រោះអីខ្ញុំអ្នកមើល Netflix រាល់ថ្ងៃនៅពេលដែលខ្ញុំចូលមើលគឺខ្ញុំអត់ឃើញរឿងរបស់ខ្មែរមែនមិនថាឃើញធ្លាប់ឃើញដែរគឺរឿង First Day Kill My Father ប៉ុន្តែរឿងហ្នឹងផលិតករមិនខ្មែរផលិតករគាត់គឺជាបរទេសដូចទាំងអស់គ្នាដឹងអញ្ចឹងគិតថាបើយើងមានរឿងខ្មែរនៅលើ Netflix អាហ្នឹងក៏វាល្អដែរព្រោះអីវាជួយផ្សព្វផ្សាយពីវប្បធម៌របស់យើងទៅស្រុកក្រៅដែរហើយមួយទៀតគិតដូចខ្ញុំនិយាយមុនហ្នឹងអញ្ចឹងថា quality រឿងហ្នឹងគួរតែអាចដាក់បានហើយរឿងណាក៏មានជាល្អជាអាក្រក់ដែរទាំងអស់គ្នាបើសិនជាយើងដាក់ទៅលើ Netflix ទៅអ្នកដែលគាត់មើលគាត់មាន feedback មានអីអាហ្នឹងក៏ល្អសម្រាប់វិស័យភាពយន្តរបស់ស្រុកខ្មែរដែរអញ្ចឹងផលិតកររបស់ស្រុកខ្មែរគាត់អាច learn ពី feedback អស់ហ្នឹងហើយគាត់អាចមក improve វិស័យភាពយន្តរបស់ប្រទេសយើងបានសម្រាប់ខ្ញុំវិញខ្ញុំគិតថាទាំងអស់គ្នាគួរតែទៅមើលរឿងហ្នឹងនិយាយទៅបើសិនជាមើលហើយមាន feedback ណាចង់ឲ្យទៅខាងផលិតករគាត់ improve អីទាំងអស់គ្នាអាច share feedback ទៅគាត់បានខ្ញុំគិតថាពួកគាត់ open នឹងស្ដាប់ feedback ហ្នឹងឯងហើយមួយទៀតបើសិនជាទាំងអស់គ្នាចង់មើលរឿងហ្នឹងទៅមើលនៅហុងកុនដែរក៏គេពិចារណាទាំងអស់គ្នាទៅឥឡូវមាននៅគ្រប់ហុងកុនហើយម៉ោងដែលគេចាក់ហ្នឹងក៏ច្រើនដែរហើយមួយទៀតបើសិនជាទាំងអស់គ្នាទៅមើលចាប់ពីថ្ងៃហ្នឹងរហូតដល់ថ្ងៃ24ណាដូចជាគេមានចាប់រង្វាន់ទេទាំងអស់គ្នានិយាយទៅរង្វាន់របស់គេធំមែនតើមានខ្សែកពេជ្រមានទូរស័ព្ទ Oppo Reno ហើយមានរង្វាន់ជាច្រើនទៀតដូចជាដបទឹកចឹងហ្នឹងហើយទាំងអស់គ្នាកុំភ្លេចទៅមើលរឿងហ្នឹងទាំងអស់គ្នាហើយបើសិនជាមើលហើយមាន feedback មិនចាំប្រាប់ខ្ញុំផង